សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនឃើញប្រាក់ចំណូលខ្ទង់ពាន់ពុកម៉ែបងប្អូនតែងតែនិយាយថាស្រួលណាដល់ខែបានលុយដល់ខែបានលុយមិនធ្វើអីសោះក៏បានលុយខ្ញុំចង់បញ្ជាក់បងប្អូនចេះឥឡូវបងប្អូនដែលធ្លាប់ឃើញទេថាយើងធ្វើអីដែលថាសុខបានលុយដោយមិនបាច់ធ្វើអ្វីទាំងអស់នេះគឺគ្មានទេពុកម៉ែបងប្អូនតើតែយើងមានការបញ្ចេញសកម្មភាពឬក៏យើងចង់និយាយថាយើងត្រូវតែធ្វើវាបានយើងអាចនឹងទទួលបានប្រាក់ចំណូលពុកម៉ែបងប្អូនមិនមែននៅសុខយើងទទួលបានលុយទេណាហ្នឹងហើយខ្ញុំចង់បញ្ជាក់ពុកម៉ែបងប្អូនកន្លែងហ្នឹងបាទហើយវិញមួយទៀតចំណូលខ្ទង់ពាន់មិនមែនស្រួលទេពុកម៉ែបងប្អូនបាទប្រឹងណាស់ទម្រាំបានបាទទី1បងប្អូនឃើញទេទាំងឈួតទាំងជាទាំងសពគ្រប់បែបយ៉ាងដែលគ្នាខំប្រឹងបញ្ចេញសមត្ថភាពខំប្រឹងថតខំប្រឹងផលិតមាតិកានេះខំណាស់ពុកម៉ែបងប្អូនបាទមិនមែនគាត់ប្រឹងព្យាយាមធ្វើទាំងឈួតទាំងជាទាំងអត់អៀនគេអត់អៀនខ្មាស់បាត់គេខ្មាស់មិនមែនដើម្បីចង់ល្បីទេគឺដើម្បីរកចំណូលពុកម៉ែបងប្អូនបាទដើម្បីរកចំណូលហើយបើសិនជាប្រឹងទាំងឈួតទាំងជានឹងអត់បានលុយមានណាគេប្រឹងពុកម៉ែបងប្អូនបាទហ្នឹងគឺវាអញ្ចឹងបាទអញ្ចឹងខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនថាយើងធ្វើអ្វីក៏ដោយយើងកុំបង្ខំយើងធ្វើមួយទៅណាបាទហើយយើងធ្វើសบายបើសិនជាយើងបង្ខំពេលដែលយើងវាអត់បានដូចបំណងចាប់ផ្ដើមយើងមានអារម្មណ៍មួយបាក់ទឹកចិត្តហើយបាទហើយការដែលគេសាងប្រាក់ចំណូលនេះមិនមែនគេសាងមួយថ្ងៃពីរថ្ងៃគេទទួលបានលុយទេពុកម៉ែបងប្អូនទាល់តែអ្នកដែលគេមានធ្វើដៃដែលគេមានបទពិសោធន៍គេមានការរៀនសូត្រជ្រៅជ្រះយល់ដឹងច្រើនពីបញ្ហាអស់ហ្នឹងណាពីបញ្ហាការសាងចំណូលជាមួយនឹងបណ្ដាញសង្គមហ្នឹងគេអាចក្នុងមួយសប្ដាហ៍ហ្នឹងគេអាច invite បានរកលុយអីចឹងទៅបាទចឹងហើយគេអាចបង្កើតមាតិកាទៅអាចនឹងទទួលបានប្រាក់ចំណូលអីចឹងទៅតែចំពោះយើងថ្មីយើងចង់ដូចគេគឺវាអត់ទាន់អាចទៅរួចទេដោយសារយ៉ាងម៉េចដោយសារតែយើងថ្មីបទពិសោធន៍យើងគឺថ្មីបាទយើងអត់ទាន់មានអ្វីដែលថាអាចនឹងធ្វើបានដូចគេទេដូច្នេះយើងធ្វើបណ្ដាយើងរៀនបណ្ដាហើយឲ្យតែយើងខំតស៊ូព្យាយាមប្រឹងប្រែងរៀនបណ្ដាធ្វើបណ្ដានេះកុំឲ្យតែយើងបោះបង់ទៅបាទគង់តែមានថ្ងៃណាមួយយើងទទួលបានដូចគេដែរទេបាទព្រោះថាការដែលសាងប្រាក់ចំណូលនៅពេលដែលយើងច្បាស់ក្នុងការធ្វើវីដេអូឬក៏យើងច្បាស់ក្នុងការរកលុយជាមួយនឹង Facebook យល់តាក់ទងនឹងផែនការ Facebook ក៏ដូចជាយល់គោលការណ៍របស់ Facebook ច្បាស់លាស់យើងធ្វើកាន់តែធ្វើយើងកាន់តែចេះអញ្ចឹងយើងអាចទទួលបានហើយបាទ